ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចានេះគឺជាកម្មវិធីចាចូលឆ្នាំខ្មែរ2025នៅថ្ងៃទី16ខែ5ខែ4ចាជាភ័ក្របញ្ចប់ហើយចានាងខ្ញុំបិទកម្មវិធីត្រឹមនឹងឯងដោយសារតែចានេះគឺកម្មវិធីស្គរដៃនៅភូមិខ្ញុំចាបទភ្លេងចាពិតជាពីរោះមែនទែនពុកម៉ែបងប្អូនជាមួយនឹងចាតន្ត្រីស្គរដៃចាពុកម៉ែបងប្អូនចាហើយចាប់ដើមវាយភ្លេងចាអ្នករំក៏រំទៅចានេះគឺអ្នកច្រៀងចាអ្នកច្រៀងថតអ្នកច្រៀងវត្ថុសែនចានៅវត្តចកចាខេត្តសៀមរាបចានាងខ្ញុំមិនបានចាចូលរំលេងកំសាន្តទេនាងខ្ញុំគឺថតជាវីដេអូដើម្បីជូនពុកម៉ែទាំងអស់គ្នាបានទស្សនាចាហើយអ្នកភូមិទាំងប្រុសទាំងស្រីចាបាននាំគ្នាចូលរំលេងយ៉ាងសប្បាយរីករាយចាជាមួយនឹងកម្មវិធីយើងផងដែរចាមានភាគច្រើនគឺមានស្រីចាចូលរំច្រើនចំណែកឯប្រុសដឹងជាបាត់ណាអស់ទេពុកម៉ែបងប្អូនចាអញ្ចឹងមិនថាស្រីមិនថាប្រុសទេចូលរួមបានគ្រប់គ្នាចាសប្បាយរីករាយទាំងអស់គ្នាចូលឆ្នាំថ្មីចាពេលវេលាចេះតែទៅមុខហើយពុកម៉ែបងប្អូនចាមួយឆ្នាំទៀតហើយចាយើងអស់ពេលវេលាមួយឆ្នាំចាយើងចាស់ថែមមួយឆ្នាំទៀតហើយចាអញ្ចឹងពេលវេលាកាន់តែទៅមុខចាអាយុជីវិតក៏កាន់តែខើចទៅសម្រស់យើងក៏កាន់តែដល់វ័យចំណាស់ផងដែរចាចឹងវត្តចកអ្នកខ្ញុំនឹងអ្នកខ្ញុំកើតតាំងពីស្រុកកំណើតអ្នកខ្ញុំតាំងពីអាយុ1ឆ្នាំ2ឆ្នាំ3ឆ្នាំអ្នកខ្ញុំតែងតែឲ្យទៅកម្មវិធីទៅវត្តគឺមិនដែរបាត់មុខអ្នកខ្ញុំទេគឺទៅរហូតចារហូតដល់អ្នកខ្ញុំអាយុចា30ឆ្នាំជាងម្ដាយរបស់ខ្ញុំក៏60ឆ្នាំជិត60ឆ្នាំ